ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើនំប៉័ងស្នូលត្រាវឬក៏យើងអាចហៅថានំប៉័ងផ្អែមហើយសម្រាប់វិធីធ្វើនំប៉័ងហ្នឹងគឺងាយស្រួលខ្លាំងមែនតើបងប្អូនមិនចាំបាច់មានម៉ាស៊ីនដុតនំឬក៏យើងអត់ត្រូវការប្រេងបំពងអីទេក៏បងប្អូនអាចធ្វើនំប៉័ងដែលបានសាច់នំទន់ល្មើយហើយស្នូលវិញគឺឆ្ងាញ់ល្មមតែម្ដងឥឡូវដំបូងនេះយើងមកធ្វើស្នូលត្រាវសិនយើងដាំទឹកឲ្យពុះរួចហើយបងប្អូនយកត្រាវដែលយើងចិតឲ្យស្អាតហ្នឹងយកវាមកដាក់ចំហុយរយៈពេល20នាទីឬអាចយូរជាងនោះអាស្រ័យទៅលើទំហំត្រាវដែលបងប្អូនចិតសម្រាប់ទំហំត្រាវចិតស្រាលៗជាង20នាទីគឺឆ្អិនល្មមហើយបងប្អូនចង់ដឹងឆ្អិនល្អបងប្អូនអាចយកសមកចាក់មើលកាលណាវាបែកសាច់ផុយល្អគឺវាឆ្អិនហើយអញ្ចឹងឆ្អិនរួចបងប្អូនយកវាមកដាក់ក្លុកនៅក្នុងម៉ាស៊ីនទឹកក្លុកដើម្បីឲ្យស្នូលយើងគឺម៉ត់ល្អហើយបងប្អូនពេលក្លុកនោះត្រូវដាក់ទឹកបន្តិចព្រោះម៉ាស៊ីនទឹកក្លុកតែអត់ដាក់ទឹកទេក្លុកវាអត់ទៅទេក្លុកឲ្យវាម៉ត់ហើយបងប្អូនផ្ទេរវាដាក់ចូលឆ្នាំងខ្ទះបងប្អូនប្រើប្រភេទឆ្នាំងខ្ទះដែលអត់ជាប់ទើបងាយស្រួលក្នុងការឆាស្នូលឥឡូវផ្ទេរវារួចហើយយើងចាប់ផ្ដើមដាក់ចូលឆាគឺយើងបន្ថែមជាមួយនឹងស្ករសចំនួន4ស្លាបព្រាបាយអំបិលមួយចឹបរួចហើយបងប្អូនកូរវាដោយប្រើភ្លើងតូចល្មមបានហើយតែបខំភ្លើងវាអាចខ្លោចស្នូលរបស់យើងបងប្អូនកូរតែស្ករនឹងរលាយចូលគ្នាបានសព្វល្អហើយយើងចាប់ផ្ដើមមកបន្ថែមជាមួយនឹងម្សៅពោតខ្ញុំប្រើម្សៅពោតចំនួន1ស្លាបព្រាបាយបងប្អូនលាយជាមួយនឹងទឹកក៏បានទឹកដោះគោដូចខ្ញុំក៏បានដោះគោខ្ញុំរសល់ចឹងខ្ញុំលាយជាមួយទឹកដោះគោហ្នឹង1ស្លាបព្រាទៅ2ស្លាបព្រាទៅធ្វើម៉េចកូរឲ្យម្សៅរបស់យើងហ្នឹងរលាយចូលគ្នាបានសព្វហើយបងប្អូនចាក់ទៅលើស្នូលរបស់យើងកូរឲ្យស្នូលហ្នឹងចូលជាមួយនឹងម្សៅដែលយើងលាយឲ្យបាញ់មិញឲ្យសព្វល្អសម្រាប់ម្សៅហ្នឹងបងប្អូនមានម្សៅឆាបងប្អូនប្រើម្សៅឆាក៏បានប្រើម្សៅអង្ករត្នោតក៏បានដែរមួយណាក៏បានដែរណាហើយបន្ទាប់ពីយើងកូរបានសព្វហើយហ្នឹងបងប្អូនបន្ថែមជាមួយនឹងប្រេងឆាចូលចំនួន2ស្លាបព្រាបាយហើយយើងបន្តឆាស្នូលហ្នឹងរហូតរាល់តែវាដាច់ទឹកបានល្អសភាពស្នូលយើងពេលដែលដាច់ទឹកគឺវាឡើងល្មួតចូលគ្នាហើយវាលែងស្អិតជាប់ឆ្នាំងខ្ទះដូចតែក្នុងវីដេអូហ្នឹងអញ្ចឹងបងប្អូនមើលទៅសភាពបែបហ្នឹងហើយគឺយើងអាចដួសវាចេញបានហើយយើងដាក់វាចូលចានគោមួយមករួចហើយបងប្អូនប្រើថង់រុំផ្លែឈើឬក៏អ្នកខ្លះហៅថង់រុំម្ហូបអីហ្នឹងណាបងប្អូនយកវាមកសកត់នៅលើស្នូលរបស់យើងបងប្អូនសកត់វាឲ្យដល់ស្នូលតែម្ដងណាដើម្បីកុំឲ្យវាបែកញើសហើយទុកឲ្យវាត្រជាក់ពេលដែលត្រជាក់ហើយចាំយើងចាប់ផ្ដើមសូនវាសម្រាប់ទំហំវិញបងប្អូនចង់បានធំទូចទេបងប្អូនលៃតាមទំហំដែលបងប្អូនចង់បានសម្រាប់ខ្ញុំបរិមាណស្នូលនឹងខ្ញុំបែងចែកវាជា10បងប្អូនចង់បានទំហំស្មើគ្នាបងប្អូនយកវាទៅថ្លឹងពេលដែលបងប្អូនបែងចែកស្នូលរួចហើយបងប្អូនធ្វើការគ្របវាផងដើម្បីកុំឲ្យស្នូលយើងវាស្ងួតហើយយើងទុកវាមួយឡែកសិនទៅយើងចាប់ផ្ដើមទៅធ្វើផ្នែកនំប៉័ងចំពោះនំប៉័ងហ្នឹងគឺខ្ញុំប្រើពងមាន់គ្រាប់តូចៗហ្នឹងចំនួន2គ្រាប់បន្តមកដល់គោស្រស់ហ្នឹងចំនួន85 ml បរិមាណដល់គោវាអាចខុសគ្នាតិចតួចអាស្រ័យលើប្រភេទម្សៅដែលបងប្អូនប្រើហើយនឹងឥឡូវនេះខ្ញុំដាក់ស្ករសចូលចំនួន2ស្លាបព្រាបាយឬក៏ស្មើនឹង30ក្រាមមេនំប៉័ងឬក៏យីសហ្នឹងចំនួន1ស្លាបព្រាកាហ្វេឬក៏ស្មើនឹង3ក្រាមបងប្អូនកូរពងមាន់ជាមួយដល់គោមួយយីសឲ្យវាលាយចូលគ្នាបានសព្វហើយចាំយើងចាក់ម្សៅចូលខ្ញុំប្រើម្សៅមីចំនួន3ខាំឬក៏ស្មើនឹង300ក្រាមហើយយើងកូរវាបញ្ចូលគ្នាឲ្យសព្វល្អមកបរិមាណទឹកដោះគោហ្នឹងដូចខ្ញុំជំរាបអញ្ចឹងបងប្អូនអាចចាក់វាម្ដងតិចសិនទៅណាបើយើងប្រើម្សៅខុសៗគ្នាបើបងប្អូនប្រើបរិមាណប៉ុណ្ណឹងវាអាចកោកជាងឬក៏ជ្រាយជាងតែបើជ្រាយបងប្អូនអាចបន្ថែមម្សៅហើយបើថាគោបងប្អូនអាចបន្ថែមដល់គោលើសនឹងទៅហើយពេលដែលខ្ញុំច្បល់វាចូលហើយខ្ញុំផ្ទេរវាមកខាងក្រៅលុញអញ្ចឹងខ្ញុំថែមអំបិលចូលកន្លះស្លាបព្រាកាហ្វេឬក៏ស្មើនឹង3ក្រាមហើយនឹងប្រេងឆាមិញហ្នឹងគឺខ្ញុំប្រើចំនួន25ក្រាមឬក៏ស្មើនឹង2ស្លាបព្រាបាយកន្លះហើយបងប្អូនលុញវាប្រហែលជា10នាទីអីមកសាច់ម្សៅយើងវាឡើងម៉ត់រលោងបែបហ្នឹងហើយពេលដែលម៉ត់រលោងហើយបងប្អូនយកវាមកកាត់វាជា10ដុំពោះស្នូលយើងគឺ10អញ្ចឹងយើងបែងចែកនំប៉័ងយើងជា10ដែររួចហើយយើងយកវាមកលុញជារាងមូលបែបនេះឲ្យវាមូលស្មើល្អហើយមកចាំយើងយកសាច់នំប៉័ងរបស់យើងយកមកកិនទំហំវិញឲ្យវាធំជាងស្នូលយើងបន្តិចទៅលៃធ្វើម៉េចល្មមដែលយើងខ្ចប់ស្នូលយើងកើតហើយរបៀបខ្ចប់វិញបងប្អូនអាចមើលក្នុងវីដេអូបានគ្រាន់តែយើងចាប់ស្នូលរបស់យើងរួចហើយយកវាមកខ្ចប់បែបនេះបងប្អូនអាចចាប់ជាភ្លីដូចនំប៉ាវក៏បានតែសម្រាប់ខ្ញុំអត់ទេខ្ញុំទាញវាធ្វើម៉េចផ្ចិតឲ្យវាជិតល្អដើម្បីកុំឲ្យស្នូលហៀចេញមកខាងក្រៅចិត្តវាឲ្យចេញរាងមូលស្អាតហើយយើងចង្កត់វាបន្តិចឲ្យវាសប៉ែតបន្តិចទៅយើងយកវាទៅរៀបនៅលើឆ្នាំងខ្ទះបងប្អូនប្រើប្រភេទឆ្នាំងខ្ទះដែលអត់ជាប់មិនបាច់លាបប្រេងលាបអីទេពេលដុតទៅគឺវាអត់ស្អិតជាប់ទេហើយបងប្អូនដាក់វាឃ្លាតគ្នាផង
យើងខកវាទុកចោលរយៈពេល40នាទីទៅ1ម៉ោងឬមួយក៏បងប្អូនមើលតើតើនំយើងវាធំឡើងគុណនឹង2ចាំបងប្អូនយកវាមកដាក់នៅលើចង្ក្រានហើយបងប្អូនបើកភ្លើងតូចល្មមបានហើយកុំបខំភ្លើងធ្វើម៉េចបើកភ្លើងតូចណាអត់ប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងតូចដើម្បីឲ្យនំយើងវាឆ្អិនដល់ខាងក្នុងតទៅពេលមើលមួយជាហៀងក្រហមប៉ុណ្ណេះហើយចាំបងប្អូនធ្វើការត្រឡប់វាត្រឡប់ថ្នមដើម្បីកុំឲ្យខូចទ្រង់ទ្រាយនំរបស់យើងមួយជាហៀងហ្នឹងយើងចំណាយពេលដុតវាប្រហែលជាខ្ទង់ជិត10នាទីឬក៏អាចលើស10នាទីអាស្រ័យទៅតាមកម្រិតភ្លើងដែលបងប្អូនប្រើសំខាន់ដូចខ្ញុំជំរាបចឹងកុំប្រើភ្លើងខ្លាំងហើយពេលត្រឡប់មួយជាហៀងទៀតហើយចាំយើងដាក់ទឹកបន្តិចដូចដែលបងប្អូនឃើញខ្ញុំចាក់ចឹងអត់ដាក់ច្រើនទេចាក់តែមួយជ្រួចហ្នឹងបន្តិចប្រហែលជា2 3តំណក់2 3ជ្រុងទៅកុំឲ្យប៉ះសាច់នំប៉័ងយើងប៉ះតិចតួចក៏អត់អីដែរគ្រាន់តែថាយើងចាក់ចន្លោះដែលអត់មាននំប៉័ងណាហើយយើងបន្តដុតវាមួយជាហៀងនឹងឲ្យវាក្រហមល្អទៀតប្រហែលជា10នាទីឲ្យទៀតមកដោយបងប្អូនឃើញទឹកខ្ញុំចាក់ប៉ុណ្្នឹងឯងយើងចាក់ទឹកហ្នឹងគឺដើម្បីឲ្យវាមានចំហាយទឹកពេលដែលយើងដុតវាឡើងចំហាយទឹកមកបែបហ្នឹងមកនំប៉័ងយើងគឺកាន់តែទន់ឥឡូវនេះមួយជាហៀងទៀតនេះគឺក្រហមល្អហើយស្របតគឺខ្ញុំដុត20នាទីហើយនំប៉័ងយើងគឺឆ្អិនល្អខ្លាំងមែនតើក្លិនវិញគឺឈ្ងុយពេញផ្ទះតែម្ដងបងប្អូនមិនបាច់មានម៉ាស៊ីនដុតនំទេហើយក៏មិនបាច់យកទៅបំពងប្រេងអីច្រើនដែរដុតតែក្នុងឆ្នាំងខ្ទះបែបហ្នឹងមកគឺបាននំប៉័ងញ៉ាំដែលសាច់នំប៉័ងវាគឺទន់ល្មើយស្នូលហ្នឹងគឺល្មួតហើយរសជាតិស្នូលហ្នឹងគឺអត់ផ្អែមខ្លាំងទេសម្រាប់រូបមន្តដែលខ្ញុំធ្វើហ្នឹងបងប្អូនអាចធ្វើទុកញ៉ាំពេលព្រឹកជាមួយនឹងតែក្តៅឬទុកឲ្យកូនយកទៅសាលារៀនញ៉ាំលេងអីណាគឺឆ្ងាញ់ខ្លាំងមែនតើអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់បងប្អូនមានសំណួរឬយោបល់អីគឺអាច comment នៅខាងក្រោមវីដេអូនឹងបានហើយសម្រាប់បងប្អូនថ្មីកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយៗទៀត